តោះបងប្អូនប្រាក់យើងទាំងអស់គ្នាអ្នកដែលមានបញ្ហាធុញថប់ផ្នែកអារម្មណ៍ព្រោះតែការងារច្រើន stress ច្រើនអញ្ចឹងយើងរកមធ្យោបាយកាត់បន្ថយភាពតានតឹងរបស់យើងតាមរយៈការដើរកម្សាន្តព្រៃឬក៏យើងតែធ្វើសកម្មភាពណាមួយដែលយើងស្រឡាញ់និងចូលចិត្តដើម្បីកាត់បន្ថយភាពតានតឹងបើសិនជាយើងបដ ாய் ឲ្យខ្លួនយើងនៅតែ stress ហ្នឹងវាអាចកើតជាជំងឺផ្សេងអញញោជំរាបសួរហើយសួស្ដីទៅកាន់ប្រាក់យើងទាំងអស់គ្នាថ្ងៃនេះយើងទៅលេងព្រៃទាំងអស់គ្នាតើហើយថ្ងៃនេះយើងដាក់លក្ខណៈឈុតធំត្មងប្រាក់យើងឲ្យ8នាក់មួយឡានហ្នឹងជីចង់ជន់កគ្នាលៀនដាតថ្លែប៉ុន្តែសបាយមុំណាថ្ងៃនេះជីខាងក្នុង6នាក់ខាងក្រោយ2នាក់ហើយពេលព្រឹកយើងលេងសត្វធម្មតារៀងខ្លួនហើយម៉ោង11យើងជួបជុំគ្នាយើងណាត់គ្នាទៅកន្លែងដែលមានទេសភាពស្អាតចម្អិនអាហារហូបបាយហូបទឹកជុំគ្នាងូតទឹកងូតអីជុំគ្នាហ្នឹងទៅសបាយនិយាយពីសបាយលេងនិយាយឲ្យប៉ាក់យើងហើយយើងឆ្លៀតពេលដើរលេងខ្លះទៅប៉ាក់យើងឲ្យតន់យើងនៅមានកម្លាំងយើងអាចដើរលេងបានលំហែកាយលំហែអារម្មណ៍ខ្លះដើម្បីកាត់បន្ថយភាពតានតឹងរបស់យើងដែលយើងបានបំពេញការងារយ៉ាងនឿយហត់នៅទីក្រុងបន្ទាប់ពីយើងទៅដល់កន្លែងហើយយើងក៏រើអីវ៉ាន់ចុះពីឡានទៅដល់កន្លែងដែលយើងចំអិនអាហារហូបចុកជុំគ្នានៅកន្លែងហ្នឹងហើយប៉ាក់យើងឃើញទេសភាពពិតជាស្អាតខ្លាំងណាស់សំឡេងទឹកអូហូវហើយលាយឡំជាមួយនឹងឫសឈើធម្មជាតិផ្ទាំងថ្មបង្កើតបានជាផ្ទាំងទស្សនីយភាពមួយដ៏ស្រស់ត្រកាលខ្លាំងមែនទែនសម្រាប់អ្នកដែលមានភាពធុញថប់ឲ្យទៅដល់នឹងភាពធុញថប់របស់យើងមានអណ្ដែតហូរទៅតាមទឹកអស់ហើយបន្ទាប់ពីយើងបានយកអីវ៉ាន់ទៅដល់ទីតាំងរបស់យើងឲ្យហើយយើងគ្នាច្រើនអញ្ចឹងម្នាក់ម្ដាយមួយជើងអ្នកខ្លះធ្វើនេះធ្វើនោះអញ្ចឹងទៅហើយខ្ញុំក៏ទៅយកកដាក់ដាំបាយមុនគេដោយសារតែរាល់ដងនឹងធ្វើមហូបឲ្យភ្លេចដាំបាយដល់រហូតអញ្ចឹងថ្ងៃហ្នឹងយើងដាក់ដាំបាយមុនគេហ្មងចុងភៅកំពុងតែលៀងទាជះរៀងដល់ស្រស់សង្ហាតែសោកស្ដាយត្រង់ថាគាត់លៀងនៅកណ្ដាលព្រៃយើងគ្មានពីណាឃើញរៀងសង្ហារបស់គាត់ទេនៅចំតិតចំតងខ្វេះគូទាចុះឡើងនឹងឃើញទានឹងមានពងនឹងមិនដឹងប្រងធ្វើស្អីទេបើគ្រូខំគាត់កំពុងតែធ្វើធុងតកកធម្មជាតិខាំធ្វើអីគ្រូខំមិនដឹងធ្វើអីបាទធ្វើអីគេធ្វើធុងតកកធម្មជាតិណាបាទការងាររបស់ខាំពិសិដ្ឋវិញគាត់ទទួលបន្ទុកប្រមូលថ្មមកដាក់គោឲ្យផុតពីទឹកដើម្បីយើងដាក់អស់បកាត់ភ្លើងអាំងសាច់នៅនឹងទឹកហ្នឹងហ្មងបើបងសំអឿនយើងវិញការងាររបស់គាត់គាត់ទៅកាប់អាស័យយកមកចងដើម្បីធ្វើជាលហាត់ទឹកពីអ្នកគ្រូម៉ៅសម្រាប់អាំងទារបស់យើងនៅឯបមាត់ទឹកនេះយើងធ្វើឲ្យវាប្លែកអារម្មណ៍ប្លែកចិត្តម្ដងតាឥណ្ឌានឹងខាំកុកកំពុងបោយលោកគ្រួយកមកកាប់លាយឆាជាមួយនឹងសាច់ទាហើយគ្នា8នាក់លេងមកព្រឹកនឹងបានអាលោកតែ3 4ទេហើយមេឃខែហ្នឹងក៏នៅតែសាំណាស់ដែរយើងកំពុងតែធ្វើម្ហូបហ្នឹងកំពុងតែរៀបចំធ្វើនេះធ្វើនោះវាភ្លៀងមករហូតហើយពីព្រឹកមេឃស្រឡះធ្លាក់ខ្យល់បើកថ្ងៃក្តៅចេះសោះហ្នឹងអញ្ចឹងយើងក៏ត្រូវបខំចាត់លាតបូលតង់ចងអីត្រៀមទុកឲ្យហើយខ្លាយលោភ្លៀងខ្លាំងទៅយើងធ្វើអីអត់កើតទេសើមមកហើយខំគប់គាត់មកមើលបាយគាត់ថាបាយហ្នឹងដាក់ទឹកច្រើនពេកអញ្ចឹងតើជាត់ទឹកចេញខ្លះបានឆ្ងាញ់មេចុងភៅញាប់ដៃញាប់ជើងបកខ្ទឹមដាក់គ្រឿងដាក់អីរៀបចំដាក់ស្លហើយបើមេអឿនគាត់កំពុងតែតឡើងទាំងហាលដាក់ទៅចូលទៅក្នុងលហាត់ទឹករបស់យើងរៀបចំដាក់ចូលទៅសាកទៅក្នុងទឹកឲ្យចង់ដឹងថាវាវិលអត់ហើយអូនពៅហ្នឹងគាត់វិលអង្គុយតែសើចតែមេអឿនហ្នឹងគាត់ថាធ្វើមិនកើតទេហើយបើគ្រូខាំវិញគាត់ថាទាដឹងកាលបានហូបទេអូនមកខ្មៅយើងនេះយកបន្លែយកជីយកអីមកលាងត្រៀមទុកឲ្យហើយគ្រូមកខ្មៅហ្នឹងឲ្យតែឃើញកាមេរ៉ាមកកញឹមខ្ជិបឥឡូវជាប់រហស្សនាមដាក់ឈ្មោះគ្រូកាមេរ៉ាហើយមេចុងភៅយើងក៏ចាំប្រហុកបដាហ្នឹងដាតលិតផ្លាប់មិនដឹងគិតពីរឿងស្អីទេខំកុកគេថែមខ្ជូងឲ្យវាមានល្ងើខ្លាំងតិចថាអាំងទាទៅឆាប់បានហូបគ្រូម៉ៅពងឲ្យធ្វើតម្រូត្រជើងសម្រាប់ប្រហាត់ទឹករបស់យើងតែដោយសារតែទឹកវាខ្លាំងពេកអញ្ចឹងយើងពិបាកទប់ការតស៊ូព្យាយាមរបស់គ្រូមុខខ្មៅជាមួយនឹងសំអឿនឥឡូវទទួលបានជោគជ័យហើយរហ័សទឹករបស់យើងអាចដំណើរការបានហើយពេលនេះហើយមកពីអូស្ត្រាលីហ្នឹងឯងស្លោឲ្យគេណាស្លោឲ្យគេគ្រឿងមិនពីព្រៃហ៎ពីព្រៃហ៎នេះគឺជាទស្សនភាពឬក៏សកម្មភាពរបស់ប៉ាក់យើងទាំងអស់គ្នាដែលកំពុងតែញាប់ដៃញាប់ជើងរៀបចំធ្វើម្ហូបធ្វើបាយធ្វើទឹកចុងភៅកំពុងកោវីគ្រឿងហើយចំណែកឯទាយើងប្រឡាក់គ្រឿងចងដាក់ជាមួយនឹងលហាត់ទឹកហើយឥឡូវវាដំណើរការប៉ុន្តែដូចជាអត់ស្រួលទេនៅទៅចងអត់ទាន់ជាប់ស្រួលខំកុកថ្ងៃនេះដូចឃ្លានជាងគេជាងឯងឃើញប្រហិតមហារាយុនឹងរត់ទៅយកប្រហិតយកមកដោតចកយកមកដាក់អាំងហូបមុនគេមុនឯងតែម្ដងព្រោះមេឃដូចជាវាតិចអញ្ចឹងគាត់ឃ្លានហើយគាត់ធ្លាប់ដឹងថាប្រហិតនឹងឆ្ងាញ់គាត់ធ្លាប់ហូបហើយប្រហិតសាច់គោនេះធានាថាជាប្រហិតខ្មែរប៉ាក់យើងទាំងអស់គ្នាបើសិនជាបងប្អូនចង់ហូបប្រហិតឆ្ងាញ់ហើយរបស់ខ្មែរយើងសុទ្ធអាចតាក់ទងបានឆាតចូលក្នុង page នឹងក៏បានឬក៏បងប្អូនអាច call តាមលេខទូរស័ព្ទ015 505 168ហើយយើងមានផ្ញើ24ខេត្តក្រុងមានគ្រប់ខ្នាតនិងគ្រប់ទំហំទៅតាមតម្រូវការរបស់បងប្អូនអាចកម្មង់បានប្រហិតមួយចក្រាក់មួយហ្នឹងហូបគ្នាអត់គ្រប់ទេឥឡូវហ្នឹងខំកុកយកមកចងដាក់ជាមួយទាធ្វើដូចខ្សែកចឹងពេលឲ្យទានឹងឲ្យដាក់នឹងលហាត់នឹងវិលទៀតហើយមកដល់ឲ្យចង់ធ្វើណា
bớt tham có liên quan không bông cái đó cái mâm nữa cái tên vì mạ rải vô đây món nữa món cam của món có tí bịch mà lỗ tí lỗ mà ok lô bán không lô bán bán bông lỗ men mà cái lỗ bay mơn ô em chị anh ơi sắp từng kia nó mai chị anh mà rồi nhanh តែវិញចូលយក2គីឡូ បន្ទាប់ពីនាំគ្នាភ្លក់ប្រហាត់រួចហើយឥឡូវចុងភៅយើងដាក់សាច់ចូលម្ដងគោវីដាក់គ្រឿងដាក់អីឥឡូវជះក្លិនឈ្ងុយបដាហើយប៉ាយើងអើយចាយសំអឿនយើងនឹងខំធ្វើលហាត់ទឹកតម្រាំតែបានតែពេលហើយគាត់ខ្ជិលរឿងចងទានឹងចងអត់ជាប់ទៅវាវិលយកហើយទៅអង្គុយផឹកបាត់ហើយឥឡូវនឹងអូនពៅគាត់ថាអត់ស្រួលទេអញ្ចឹងគាត់សេរីទានឹងចងឲ្យជាប់ជាមួយនឹងអាស័យនឹងកុំឲ្យវាយកអញ្ចឹងមិនយើងដាក់អាំងទៅវាវិល smooth ល្អ មួយមកចងnày không ai trongអង្គុយកាត់ អមមើលងាយគ្រូម៉ៅ ហើយទាអាំងរបស់យើងហ្នឹងវាដោយសារតែមេឃភ្លៀងអញ្ចឹងខំពិសិដ្ឋហ្នឹងគាត់ឈរទទូឆាត់ឲ្យទាអាំងហ្នឹងទៀតព្រោះមេឃដូចជាកោធ្វើបាបយើងរហូតតែប៉ុន្តែទេសភាពក៏កាន់តែស្អាតបរិយាកាសក៏កាន់តែល្អវាបង្កើតបានទៅជាអារម្មណ៍រីករាយស្រស់ថ្លាប្លែកមួយបែបម្យ៉ាងទៀតដែរប៉ាយើងទាំងអស់គ្នាដល់ម៉ោងខ្ញុំត្រូវបញ្ចេញស្នាដៃលាបគ្រឿងទៅលើសាច់ទាហ្នឹងម្ដងឲ្យវាកាន់តែមានរសជាតិឈ្ងុយឆ្ងាញ់ហើយសម្រស់វាកាន់តែស្រស់ផូរផង់ឡើងបើទោះជានៅកណ្ដាលព្រៃក៏ដោយព្រោះអាហ្នឹងគឺជាសិល្បៈនៃការហូបចុកត្រូវតែរៀបចំឲ្យស្អាត ខ្លាំងមួយខ្ញុំអេមែ សម្លឆ្អិនហើយឥឡូវយើងដាក់បន្លែចូលអាមេឃត្រជាក់មកពីក្រោមផងភ្លៀងមកពីលើផងអញ្ចឹងយើងត្រជាក់ដល់ទៅពេលយើងបានសម្លក្តៅនឹងជាតិខ្លាំងណាស់ប៉ាយើងអើយទាអាំងនេះអាសាណាស់បបលខ្លួនអត់ចេះហត់អត់ចេះអីទេបាយម្ហូបរបស់យើងឆ្អិនដល់ហើយឥឡូវយើងយកដុំថ្មមកដាក់គោលើគ្នាកល់ធ្វើជើងតុកហើយយើងដាក់កម្រាលតុកយើងហូបបាយនៅមាត់ទឹកហ្នឹងតោះប៉ាយើងហូបបាយបែបលក្ខណៈធម្មជាតិទាំងអស់គ្នាបរិយាកាសបែបហ្នឹងមិនដឹងថា10ឆ្នាំមានប្រមាណដងទេប៉ាយើងអីអញ្ចឹងយើងរស់នៅដោយភាពសប្បាយរីករាយព្រោះយើងអត់ដឹងថាយើងត្រឡប់ទៅវិញនៅថ្ងៃណាទេ កុំច្រឡំណាមែនគ្នាណាខែណាចាណាថា ខ្ញុំរវល់តែថតរូបធ្វើមិនឲ្យបានស្អាតតែមើលទៅមហូបប៊ីចិត្តអស់ហើយប៉ាយើងហើយទារបស់យើងក៏យើងអត់យកវាមកហ្មងតែយើងដាក់អាំងឲ្យវានៅក្តៅហ្នឹងយើងយកហូបម្ដងតិចហើយយើងហូបបាយបែបលក្ខណៈធម្មជាតិបែបហ្នឹងបង្កើតបានទៅជាបរិយាកាសមួយយ៉ាងស្រស់រីករាយការចងចាំដ៏ល្អដែលយើងមានចំពោះគ្នាអ្នកដែលយើងទៅលេងជាមួយគ្នានៅថ្ងៃហ្នឹងក៏ដាក់ឈៀលម្នាក់មកកំប៉ុងពីរកំប៉ុងទៅយើងអត់ដាក់ច្រើនទេហើយហែលទឹកលេងខ្លះទៅតែដោយសារបងប្អូនយើងខ្លះគាត់អត់ស្រួលខ្លួនអញ្ចឹងហែលទឹកតែខ្ញុំហើយនឹងគ្រូម៉ៅទេហូបបាយរួចហើយយើងក៏ប្រមូលអីវ៉ាន់របស់យើងលាងសម្អាតវាដាក់ចូលទៅក្នុងកេសហើយត្រឡប់ទៅវិញហើយពេលដែលមុននឹងត្រឡប់ទៅវិញហ្នឹងក៏យើងបានប្រមូលសម្រាមយកមកដាក់ដុតសម្អាតឲ្យស្អាត ក៏កន្លែងដែលយើងមកលេងទាំងអស់នេះក៏ប្រមូលសម្រាប់ដល់រហូតតែគ្រាន់តែថាពេលខ្លះខោដល់នេះស្រាប់ដដែលកែលោបងប្អូនឃើញ ដំណើរកំសាន្តដែលយើងបានធ្វើដំណើរទៅលេងអាំងទាអាំងអីជុំគ្នាជាមួយនឹងប៉ាក់យើងដែលទៅខាងឃុំសំរោងភូមិក្បាលដំរីស្រុកអរ៉ាល់ខេត្តកំពង់ស្ពឺត្រូវបានចប់ត្រឹមប៉ុណ្្នឹងហើយប៉ាក់យើងទាំងអស់គ្នាហើយក៏សូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃមើលវីដេអូនេះហើយសូមបងប្អូនទាំងអស់គ្នាជួយ follow page ម្នាក់មួយផងអរគុណ